ចុងក្រោយនេះផ្ដាំចុងក្រោយនោះថាខ្ញុំអត់ទាន់ងាប់ទេអញ្ចឹងខ្ញុំសូមផ្ដាំអ្នកចាពាក់លុយទាំងអស់គ្នាផងដែរជីវិតខ្ញុំអត់ទាន់ងាប់ពេលណាការបង្ហោះរបស់ខ្ញុំនៅរូបភាពរបស់ពួកអ្នកឯងគឺនៅតែមានជាបន្តបន្ទាប់លើកតិកិត្តិយសខ្ញុំអញនិយាយតិចបានហើយអរគុណច្រើនលើកតិកិត្តិយសខ្លួនឯងគិតពីបងប្អូនគិតពីកូនដែលកើតមកកុំឲ្យមានឈ្មោះជាឪពុកម្ដាយដែលចាពាក់លុយគេទៅសាលាគាត់មានការខ្មាស់អៀនមានសងតិចឬក៏ច្រើនកុំគិតវេះកុំកុហកខ្ញុំលើកឧទាហរណ៍ទី1ខ្ញុំធ្លាប់ឃើញខ្ញុំសភាកម្មវិធីរត់ឯងគាត់និយាយទាំងពលឹះហើយមនុស្សនេះមានបាបខ្លាំងណាស់បើនិយាយពីគេស្រឡាញ់វាគឺស្រឡាញ់ចិត្តគ្នាខ្ញុំអត់ខ្លាចនឹងការនិយាយចំណុចហ្នឹងទេគេស្រឡាញ់ឲ្យជួយដល់ថ្នាក់ជាង 100000 ជាង 2000000ពេលខ្លះអ្នកខ្លះខ្ចីលុយឲ្យអញ្ចឹងអត់មានជួយគេអត់មានដឹងគុណមានពេលខ្លះពេលមនុស្សងាប់ទៀតអញ្ចឹងណាគេកុំភ្លេចអ្នកឯងចាពាក់លុយគេអ្នកឯងត្រូវទៅសងគេទោះគេងាប់មិនមែនអ្នកឯងមិនសងគេអ្នកឯងខ្លួនទេណាអ្នកឯងនឹងចាពាក់មិនថាកម្មនៅជាតិនេះអ្នកឯងតដល់ជាតិក្រោយនឹងបន្តនៅកម្មបន្តនេះគឺរឿងខ្ញុំមួយយេទី2គឺក្អោយកោយខ្ញុំអត់ដែរភ្លេចក្អោយឯងទេជាមួយនឹងអុកញ៉ាម៉ូដែលជាប្តីដែលថាធានាសងលុយខ្ញុំតែងតែ download គ្រប់អ្វីដែលអត់ទុកចូលផ្លាស់អញ្ចឹងអ្នកឯងគាត់ផ្ដិតនៅដៃខ្ញុំហើយអ្នកឯងធ្លាប់និយាយថាចាពាក់ 70000 ជាងអ្នកឯងសុំចោល 30000 នៅសល់ 45000 ខ្ញុំក៏ចោលអ្នកឯងដែរតែសុំមកវិញបើឯងធ្វើជាមនុស្សច្បាស់លាស់រៀនស៊ីរកស៊ីរៀនរកស៊ីបោកគេវាមានពេលល្អតែមួយផ្លេតមួយពេជ្រទេប៉ុន្តែជីវិតអ្នកឯងនឹងអាប់អួរដូចកែបក្នុងដូងមិនមែនតែរឿងពីរអ្នកនឹងខ្ញុំមានអ្នកសិល្បៈផ្សេងទៀតជាច្រើនក៏ដូចជាមិត្តភ័ក្តិដែលខ្ញុំទុកចិត្តធ្លាប់ធានាលុយឲ្យក្នុងនោះខ្ញុំជាមេតុងទីនតើខ្ញុំធ្លាប់ឲ្យដេញរហូតដល់ខ្ញុំខ្ចីឈ្មោះគេដើម្បីដេញអ្នកឯងពេលអ្នកឯងកំពុងតែតក់គ្នាអ្នកឯងត្រូវដឹងពីចិត្តខ្ញុំមួយថាខ្ញុំអាចធ្វើសម្រាប់អ្នកឯងមិនមែនដោយសារអ្នកឯងនឹងជាបុគ្គលមួយដែលល្បីមានលុយឡានប៉ាកិនស៊ីចាយតែដោយសារក្តីស្រឡាញ់ស្មោះស្ម័គ្រការរាប់អានអញ្ចឹងពេលខ្លះអ្នកឯងត្រូវគិតពីចំណុចនឹងបកត្រឡប់មកវិញចឹងដូចមិនថាមិត្តភ័ក្តិមិនថាអ្នកដែលសិល្បៈរាប់អានគ្នាមិនថាជាបងប្អូនខ្ញុំអត់ទាន់ងាប់ទេខ្ញុំសូមបញ្ជាក់ខ្ញុំចង់មើលឃើញពីរូបភាពអ្នកឯងនៃការឈឺចាប់របស់អ្នកឯងតែបើសួរថាបើបកត្រឡប់មកវិញអ្នកឯងសងលុយខ្ញុំមានខែប៉ុណ្ណាខ្ញុំអត់ចង់ទៅឃើញខ្ញុំចង់អ្នកឯងជោគជ័យតែបើអ្នកឯងអត់ខ្វល់ខ្ញុំតែងតែចង់ឃើញពីអ្នកឯងទោះអ្នកឯងមិនអាចបង្ហាញនៅរូបភាពរបស់ពួកអ្នកឯងតែអ្នកឯងនឹងទទួលដឹងពីអារម្មណ៍ខ្លួនឯងអស់តើការយល់សប្តិរបស់អ្នកឯងមិនការស៊ីចប់ពីរបៀបមិនអញ្ចឹងណាចឹងពេលខ្លះអ្នកឯងអាចល្អមកពេលដេញសិនចិត្តតែសេចក្តីសុខរបស់អ្នកឯងវាមិនអាចមានសេចក្តីសុខរហូតទេចឹងអ្នកឯងអាចរស់នៅក្នុងផ្ទះមួយដែលអ្នកឯងមិនអាចដើរចេញទៅណាខ្លាចខ្មាស់គេខ្លាចគេចាប់ចឹងអ្នកឯងនិយាយជាមួយអ្នកបំចាប់បំណទៅខ្ញុំនិយាយហ្នឹងមិនមែនផ្ដោតទៅលើអ្នកបំចាប់បំណរបស់ខ្ញុំមួយទេខ្ញុំផ្ដោតទៅលើអ្នកដែលគាត់ជាពាក់ដូចអ្នកគេផ្សេងណាត់ជួបទៅនិយាយទៅមានបតំណាចេញមុខសងទៅបើយើងមានកម្លាំងកាយកម្លាំងចិត្តមានខួរក្បាលអាចមានសមត្ថភាពរកបានយើងសងគេទៅហើយក្នុងនោះផងដែរមកចាប់បំណគួរគិតដែរបើប្រគល់ម្នាក់នឹងវាពិតជាលក្ខណៈមួយខ្សែធនអ្វីវិញបាត់ជាច្បាស់មែនចឹងយើងមើលប្រគល់ម្នាក់នឹងតែបើប្រគល់ម្នាក់នឹងធ្វើខ្លួនឯងជាមនុស្សខ្សែធនប៉ុន្តែអាដីក៏មានអាផ្ទះក៏មានអាឡានក៏មានហើយអូនខ្លួនឯងថាអត់មានលុយសងនឹងវាជាការគេថាមនុស្សដែលគ្មានគុណធម៌មនុស្សដែលលក្ខណៈមួយគេថាមនុស្សយកលុយគេកម្លាំងឈាមរបស់គេពាក្យមួយម៉ាត់រស់សៀកឡើងឯងហើយមនុស្សតែងតែសយុទ្ធគ្រប់ពេលវេលាតែបើបកគោម្នាក់នឹងយើងមើលទៅពិតជាខ្សែធនមែនប៉ុន្តែបើគាត់សុំការអនុញ្ញាតហើយគាត់លើកដៃសាពះថាមានប៉ុណ្ណាសុំប៉ុណ្ណឹងឬក៏បជាពេលអធិស្ឋានបានអធិស្ឋានព្រមទទួលនៅអ្វីដែលគាត់នេះអាចបានព្រមទទួលទៅបើចាប់គាត់ដាក់គុកតើលុយនឹងគាត់សងបានយូរដែរអត់ហើយពាក្យដែលចាប់ដាក់គុកនឹងមួយយើងត្រូវចំណាយអ្វីខ្លះដែរអានឹងយើងត្រូវមើលពីរូបភាពត្រូវតែមានការយោគយល់ខ្លះព្រោះខ្ញុំបានទទួលអារម្មណ៍បែបនេះនៅពេលដែលខ្ញុំរំលឹកពី3ឆ្នាំមុនខ្ញុំបានរលាយហាងពេជ្រមួយព្រោះដោយសារខ្ញុំបានបើកហាងពេជ្រមួយជាមួយនឹងដៃគូរបស់ខ្ញុំហើយខ្ញុំបានអស់លុយដោយសារគាត់នឹងច្រើន200,000ជាងតែខ្ញុំអត់ដែរប្រហោះទេរឿងនេះក៏ខ្ញុំអត់ដែរនិយាយដែរជាង$200,000ខ្ញុំតែងតែទុកឱកាសទុកពេលតែមិនមែនដោយសាររឿងពួកអ្នកឯងទេដោយសារខ្ញុំក្នុងគ្រួសារអ្នកឯងមានមនុស្សល្អម្នាក់នឹងខ្ញុំជឿថាគាត់អាចជួយឲ្យច្បល់ទៅមនុស្សដែលកំពុងតែកិច្ចវេះនៅក្នុងគ្រួសាររបស់អ្នកឯងតែពេលខ្លះខ្ញុំមិនប្រហោះខ្ញុំមិននិយាយអ្នកឯងប្លុកខ្ញុំតែអ្នកឯងមិនមែនចាប់បញ្ហាបាទមិនមែនចាប់បញ្ហាទោះខ្ញុំចាប់បញ្ហាប៉ុន្តែយមរីក៏មិនចាប់បញ្ហាចំពោះអ្នកឯងដែរ
មនុស្សយើងកាន់ពុទ្ធសាសនាពាក្យថាបន់បាបដើរទន្ទឹមគ្នានេះអ្វីចុងក្រោយរបស់ខ្ញុំមានវែងតិចប៉ុន្តែនេះគឺជាពាក្យនៃដែលផ្ដាំល្អទៅដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាឲ្យអារម្មណ៍ចិត្តមនុស្សគ្រប់គ្នាទាំងអស់គ្នាកុំមានភាពគេថាលោកដុនខ្ញុំតែងតែចាំពាក្យមានសុខសុភាមានសុខភាពនិយាយពាក្យហ្នឹងគឺត្រូវមនុស្សយើងម្នាក់កើតមកតែងតែមានម្ចាស់កម្មពៀននៅដើរទៅតាមយើងគ្រប់ពេលវេលានៅពេលដែលយើងឆេះឆាវអារម្មណ៍ល្អនោះហើយជាម្ចាស់កម្មពៀនដែលធ្វើឲ្យខ្លួនយើងគាត់ចាំសប្បាយចិត្តដូចរឿងឆ្មាកដោលអញ្ចឹងឃើញទេកដោលនៅពេលដែលចង់ធ្វើបាបឆ្មាអញ្ចឹងគឺមានម្នាក់នឹងមកចាក់ចូលដើម្បីឲ្យខឹកខឹងនឹងគឺជាមនុស្សម្នាក់ដែលគេអបអរក្រីសុខខ្លួនឯងរៀនបទូចិត្តកុំឲ្យម្ចាស់កម្មពៀនត្រួតលើយើងយកជាខ្លួនយើងត្រួតលើម្ចាស់កម្មពៀនវិញអរគុណច្រើនកន្លងមកក៏ធ្លាប់មានបទសម្ភាសន៍ជាមួយសីញុងហើយក៏ឥឡូវនេះក៏ហៅមកដល់ណាចូលដើម្បីឲ្យវាមានភាពស្មើគ្នាកុំឲ្យទីថាស្ដាប់តែម្ខាងហើយសម្រាប់ខ្ញុំជាអ្នកដែលស្គាល់គ្នារាប់អានដូចគ្នាខ្ញុំចង់ឲ្យឃើញអ្នកទាំងពីរដោះស្រាយគ្នាដោយសន្តិវិធីមានការជជែកចរចាណាមួយដែលអាចយល់ពីគ្នាបានបន្ធូរបន្ថយឲ្យគ្នាបានមិនចង់ឲ្យអ្នកណាម្នាក់រងគ្រោះហើយក៏មិនចង់ឲ្យអ្នកណាម្នាក់ខាតបង់ដូចគ្នាខ្ញុំមានសំណួរមួយសួររដ្ឋចុងក្រោយមួយដែរឧទាហរណ៍ឥឡូវយើងបានធ្វើការចរចាហើយប៉ុន្តែចរចាលើកទី1ចរចាលើកទី2ចរចាលើកទី3ចរចារហូតដល់ជាង10លើរហូតដល់ចរចារហូតដល់ភ្លេចតែនៅតែការកុហករបស់គាត់តើយើងគួរគិតយ៉ាងម៉េចដែរតើគួរបង្កើតនៅការចរចានឹងដដែលឬក៏វាយ៉ាងម៉េចនេះបើសិនជាយោបល់របស់ខ្ញុំអត់មានសិទ្ធិអីដើម្បីទៅវិនិច្ឆ័យសម្រាប់ករណីហ្នឹងទេព្រោះរឿងប៉ិតបើសិនជាយើងខុសយើងត្រូវតែធ្វើតាមច្បាប់បើសិនជាយើងបានធ្វើអ្វីដែលលើសលួសយើងក៏ត្រូវចេះសុំទោសហើយបើសិនជាយើងកុហកគេក៏យើងគួរតែឈប់កុហកបន្តទៀតមានតែប៉ុណ្្នឹងឯងអរគុណ